ជំរាបសួរពុកម៉ែបងប្អូនកាលពីវីដេអូមុនយើងបានយល់ដឹងអំពី5ប្រភេទនៃថ្ម18650ក្នុងវីដេអូនេះខ្ញុំនឹងលើកយកឧបករណ៍មួយប្រភេទដែលបាននឹងកំពុងប្រើថ្មប្រភេទ18650នេះគឺជា power bank ស៊េរីថ្មីមួយដែលប្រើប្រាស់ថ្មលីធូម18650នេះដែលវាមានសមត្ថភាពអាចដាក់ថ្មនេះបានដល់ទៅ21គ្រាប់វាមានចំណុះផ្ទុកថាមពលបានខ្ពស់បំផុត70000មីលីអាំពែកុំផ្ទុកលើសនឹងបាទហើយបាននិយាយអំពីថ្មមួយគ្រាប់នេះខ្ញុំសូមណែនាំបងប្អូនឲ្យជ្រើសរើសយកត្រឹម3000មីលីអាំពែពីព្រោះ3000មីលីអាំពែ21គ្រាប់គឺស្មើនឹង6300មីលីអាំពែលក្ខខណ្ឌប៉ុណ្ណេះគឺសមស្របសម្រាប់ឲ្យឧបករណ៍នេះបាទទ្រទ្រង់ថាមពលបានល្អមានសុវត្ថិភាពខ្ពស់ដោយលោកអ្នកបានជ្រាបកាលពីវគ្គមុនបើសិនជាយើងបាទប្រើប្រាស់កម្លាំងថាមពលដែលខ្ពស់លើសអំពីចំណុះផ្ទុកវាអាចធ្វើឲ្យឧបករណ៍ឆាប់ខូចឆេះឬក៏ផ្ទុះបើទោះជាយើងបាននិយាយគ្នាថាថ្មប្រភេទនេះវាមានសុវត្ថិភាពក៏ដោយមានតុល្យភាពថាមពលក៏ដោយប៉ុន្តែនៅពេលដែលកម្លាំងដែលបញ្ចេញខ្លាំងហើយឧបករណ៍ទទួលមានចំណុះមានសមត្ថភាពតិចជាងវាធ្វើឧបករណ៍ហ្នឹងងាយនឹងខូចវាអត់ខូចថ្មទេវាខូចឲ្យឧបករណ៍អញ្ចឹងឧបករណ៍ power bank នេះគឺមានចំណុះផ្ទុកបានត្រឹមខ្ពស់បំផុត70000មីលីអាំពែយើងដាក់ថ្ម3000មីលីអាំពែចំនួន21គ្រាប់បាន60300 3000មីលីអាំពែទំហំនិងចំណុះប៉ុណ្ណេះសមស្របបំផុតហើយបាទ power bank នេះជា power bank ចំនួនថ្មីដោយសារការផលិតគឺភ្ជាប់មកជាមួយ USB ប្រភេទ super fast charge បាទមានពិលហើយ charge ដោយប្រើប្រាស់ Type C ដែលយើងហៅថា QC ហ្នឹងនិងអាចសាកដោយប្រើប្រាស់ Type C ក៏បាន Micro USB ក៏បានអញ្ចឹងវាមានសមត្ថភាពអាចប្រើប្រាស់ជា wireless charge ក៏បានមានអេក្រង់បង្ហាញភាគរយថ្មបាទចុចមកវាចេញភាគរយថ្មយើងអាចបាទយើងអាចសន្និដ្ឋានបានថាគួរតែសាកឬក៏ទុកតិនដោយសារភាគរយថ្មបង្ហាញច្បាស់ល្អដូចរឿង LED ដោយសារឧបករណ៍នេះគឺនៅថ្មីហើយថ្មយើងក៏នៅថ្មីអញ្ចឹងមិនបានដាក់ឲ្យពុកម៉ែបងប្អូនមើលទេបាទឧបករណ៍នេះមានកម្លាំងសរុបសម្រាប់ផ្ដល់ឲ្យទៅឧបករណ៍គ្រប់ប្រភេទចំណុះត្រឹមតែ22វ៉ាត់តែប៉ុណ្ណោះបាទលោកអ្នកអាចគិតថាតិចដោយសារឆ្នាំងសាបច្ចុប្បន្នមាន120វ៉ាត់100វ៉ាត់80វ៉ាត់និង60វ៉ាត់ហេតុអីបានជាថ្ម power bank ស៊េរីថ្មីនេះផលិតមកអនុញ្ញាតឲ្យសាកត្រឹមតែ22វ៉ាត់ដោយសារ power bank នេះផលិតឡើងគឺសម្រាប់ឲ្យប្រើប្រាស់ជាទូទៅសម្រាប់គ្រប់ប្រភេទឧបករណ៍មានន័យថាមិនថាឧបករណ៍តូចឧបករណ៍ធំទូរស័ព្ទស៊េរីចាស់ទូរស័ព្ទស៊េរីថ្មីទូរស័ព្ទខ្លាំងឬក៏ទូរស័ព្ទខ្សោយទេគឺ22វ៉ាត់គឺសមស្របបំផុតសម្រាប់សុវត្ថិភាពឧបករណ៍មិនធ្វើឲ្យថ្មក្តៅប៉ោងផ្ទុះឬឆេះខ្ញុំឧទាហរណ៍ជាក់ស្ដែងឧបករណ៍មួយនេះប្រហែលជាលោកអ្នកនៅចាំជាឧបករណ៍បាទច្រៀងខារ៉ាអូខេឬក៏មីក្រូហ្វូនបាទឧបករណ៍ទាំងអស់នេះមិនត្រូវការសាកកម្លាំងវ៉ាត់ខ្លាំងទេមែនទេបាទអញ្ចឹងបើសាកខ្លាំងវាអាចឆាប់ខូចឆេះឧបករណ៍នេះជាឧបករណ៍សាកសម្រាប់បាទដាក់មីក្រូហ្វូននេះបាទឧបករណ៍នេះក៏អត់ត្រូវការកម្លាំងវ៉ាត់ខ្លាំងដែរនេះជាទូរស័ព្ទ Samsung ស៊េរីមុនបាទប្រើប្រាស់ដោយដោត Micro USB អញ្ចឹងការសាកក៏មិនត្រូវការកម្លាំងវ៉ាត់ធំដែរពីព្រោះកម្លាំងវ៉ាត់ធំធ្វើឲ្យថ្មឆាប់ក្តៅប៉ោងផ្ទុះឬឆេះបើនិយាយពីខ្សែអាចខ្សែនឹងក្តៅទៀតបើសិនបើប្រើប្រាស់ USB micro នេះជាមួយនឹងកម្លាំងវ៉ាត់ខ្លាំងដូច្នេះជាបទពិសោធន៍ដែលយើងធ្លាប់បានដឹងគ្រប់គ្នារឿងផ្ទុះរឿងឆេះហ្នឹងគឺការប្រើប្រាស់ថាមពលមិនមានតុល្យភាពបាទកម្លាំងសាកខ្លាំងជាងកម្លាំងថ្មខ្លាំងជាងធ្វើឲ្យឧបករណ៍ឆាប់ខូចឆាប់ក្តៅនិងឆាប់ឆេះ
ចំពោះ power bank ដែលប្រើប្រាស់ថាមពលថ្មលីសូមនេះច្បាស់ណាស់គឺវាមិនងាយខូចទេដោយសារថ្មលីសូមគឺវាមានកម្លាំងខ្លាំងស្រាប់អញ្ចឹងបើវាខូចគឺវាខូចឧបករណ៍ power bank ឬក៏ឧបករណ៍ទទួលដូច្នេះដែលយើងបានស្វែងយល់ពីមេរៀនមុនអំពីការប្រើប្រាស់តុល្យភាពថាមពលហ្នឹងគឺវាផ្ដល់ផលប្រយោជន៍សម្រាប់ការប្រើប្រាស់និងជ្រើសយកប្រើប្រាស់ឧបករណ៍ឲ្យសមស្របជាក់ស្ដែងដូច power bank នេះអញ្ចឹងវាមានចំណុះផ្ទុកត្រឹម 70000 មីលីអាំពែប៉ុណ្ណោះកុំផ្ទុកលើហ្នឹងខូចយ៉ាងមួយនេះសមត្ថភាពដែលវាផ្ដល់ឲ្យឧបករណ៍ត្រឹម22វ៉ាត់ដូច្នេះឧបករណ៍ដែលមានសមត្ថភាពសាកចាប់ពី25វ៉ាត់ចុះគឺមានសុវត្ថិភាពដោយបានជម្រាបជូនអញ្ចឹងឧបករណ៍នេះគឺគេផលិតឡើងសម្រាប់ប្រើជាទូទៅជីវិតប្រចាំថ្ងៃគ្រប់ស្ថានភាពជាលក្ខណៈគ្រួសារមានទូរស័ព្ទច្រើនគ្រឿងមានអ្នកខ្លះប្រើកម្លាំងខ្លាំងខ្លះកម្លាំងទាបដូច្នេះយើងអាចសាកបានគ្រប់ប្រភេទសូម្បីតែនាឡិកា Smart Watch ក៏យើងអាចប្រើជាមួយឧបករណ៍នេះបានដោយសុវត្ថិភាពដែរវាអត់ធ្វើឲ្យទូនាឡិកាហ្នឹងចាប់ក្តៅចាប់ខូចទេឧបករណ៍នេះផលិតឡើងសម្រាប់ប្រើបំរុងទុកនៅពេលដែលចរន្តអគ្គិសនីដាច់ឬក៏ការធ្វើដំណើរកំសាន្តឬក៏បេសកកម្មទៅធ្វើការកន្លែងឆ្ងាយៗដែលមិនមានចរន្តអគ្គិសនីសម្រាប់ផ្គត់ផ្គង់ពីព្រោះវាប្រើថ្មលីសូមវាផ្ទុកថាមពលចំណុះច្រើនប្រើបានយូរហើយវាមានសុវត្ថិភាពដោយសារវាមានតុល្យភាពថាមពលនិងមិនងាយក្តៅមិនងាយប៉ោងនិងមិនងាយឆេះទី2វាមានសុវត្ថិភាពខ្ពស់ដោយសារថ្មហើយនិង power bank គឺបែងចែកដាច់ពីគ្នាបើមានមួយណាខូចបោះវាចោលយើងទិញមួយទៀតបើខូចអានេះយើងបោះចោលទិញមួយទៀតពីព្រោះវាមានតម្លៃមិនថ្លៃទេ$10តិចតួចតែប៉ុណ្ណោះសម្រាប់ power bank ដែលមានមុខងារ wireless ហើយនិងភាគរយអេក្រង់ភាគរយថ្មនេះសុវត្ថិភាពមួយទៀតគឺវាបង្ហាញឲ្យព័ត៌មានឲ្យយើងឃើញគ្រឿងក្នុងវាតែម្ដងដែលយើងមិនចាំបាច់បារម្ភអំពីការលួចថតសំឡេងលួចថតវីដេអូជាពិសេសគឺមិនមានការតាមដានតាមរយៈ GPS នោះទេដូច្នេះការប្រើប្រាស់ power bank មួយនេះខ្ញុំសូមនិយាយថាវាសមល្អបំផុតសម្រាប់ប្រើជាលក្ខណៈគ្រួសារនិងស្ថានភាពការចុះបំពេញភារកិច្ចតាមទីដែលមិនមានថាមពលអគ្គិសនីដូច្នេះការបង្ហាញអំពីការប្រើប្រាស់ថ្មលីសូម1865ជាមួយ power bank នៅក្នុងវីដេអូមួយនេះគឺសន្មតថាចាប់ត្រឹមប៉ុណ្នេះហើយខ្ញុំនឹងលើកយកសម្ភារៈឬឧបករណ៍ផ្សេងៗទៀតដែលប្រើថ្ម1865នេះមកចែកជូនពុកម៉ែបងប្អូនយល់ដឹងទាំងអស់គ្នាដោយសារវាចាំបាច់ហើយក៏ត្រូវការប្រើប្រចាំថ្ងៃផងដែរដូច្នេះនៅពេលដែលយើងមានចំណេះដឹងនៃការប្រើប្រាស់វាធ្វើឲ្យយើងសំចៃលុយមានសុវត្ថិភាពនិងប្រើប្រាស់បានយូរឧបករណ៍មិនងាយឆាប់ខូចដូច្នេះក៏សូមអរគុណនិងសូមជម្រាបលាត្រឹមប៉ុណ្ណេះ